nhóm côn sray bát bộปูai nè mà cha lan mau nè sầm rùa khné mến mau nè mau tin đi nhầm hạ thầm thử á toàn cho tật cheปูmà cha lan lạ lê pi bx 35 phèm phnom penh chơi mau tin đi cùng tới ngay pe chẳng cho cha mến ở lại nhóm cho cha ao á nè hiền cho cha mùi nhôm on vài bộ vải tôi mới có đấy yeah nhóm chẳng ai quát chiêm mà nửa pro đam trong ba hát cho mà cho cha cho mùi khiêm mình men ai beli mình men ai nè đợt tay mà cho cha tiếng để quát không có hưởng tí kì cho mà xong tối nhóm ok tay cho má trao thằng khiêm bốc quát à lấy em sọc chân on hay quát mà trao thằng trẻ bốc quát hai à của man nè việc bao sầm tay lôi à của man nó tiếc á nè tè đa bà một á năm nâng ba này anh vậy sầm đây ấy này anh từ tua nâng chỉ vượt này anh chỉ vượt của sàn anh đạm á trong rồng ngọc cầm hơn nhóm biệt sông to này anh mới cổ với ngôn chương mía mấy cho tôi mơ cho tôi chui lơ tại về con một điều nhom sao thay nhom bạc làm phì phơ ắt chạy mơ chuyên nam mi chạy cho nhom chua đó xe mong nhom mặt passport có để chẳng nhom chăm đạp đó với con tia sầm nòng nhom tia sầm nó với nhom xua con thay vôประมาณ trong màn thì nhom bị màn con vô con lồi mình ạ bạc làm nghe con một nắng rồi với chẳng nhom tha nhom mình lười đi bờ tia đòn nắng chăm trong ngồi lịch đó xe đấy chứ hay có tia là tàu bọc tàu ấy chứ tam tận nào thôi tam bị đá máu bơi xôm tô nhầm xôm tôแต่ว่าทาเตียเลยเปิดเลยมวยไว้ยมมันเมียนดิแต่บ่เมียนบ้านส้มโตกอดเลยยมตอนบ้านส้มโตได้แต่บ่กอดพงเจยมมันส้มโตอบนั่งជំរាបសួរទៅកាន់ប្រិយមិត្ត SBL ជាទីមេត្រីនៅវេលាម៉ោង 5:25 នាទីនៅថ្ងៃទី 19 ខែមេសាឆ្នាំ 2025 ខ្ញុំបាទចង់ពួរនិងបងនីឌីកំពុងតែស្ថិតនៅសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញដោយមុននេះបន្តិចមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធំបានអកសើជាមួយនឹងរថយន្តអាផាតបណ្ដោយមកចាស់ម៉ូតូធំដែលបើកបរដោយបងស្រីម្នាក់បាទបដួលម៉ូតូរងរបួសស្រាលផងដែរជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះมันមានដំណោះស្រាយទេដោយរថយន្តអាផាតបើកបររួមដំណើរ3នាក់ទាំងជនជាតិចិន2នាក់ដែលមានស្លាកលេខភ្នំពេញពី BX 30:55បាទបងស្រីបញ្ជាក់ថារថយន្តអាផានេះគឺសញ្ញោឆ្វេងបាត់ស្ដាំការឈឺចាប់ពីបងស្រីហ្នឹងថាដោយសារម្ចាស់រថយន្តហ្នឹងគឺបោះសម្ដីបាទឆ្លើយទៅកាន់រូបគាត់ធ្វើឲ្យគាត់មិនអាចទទួលយកបានគាត់លួយត្រង់ថាគាត់ឆ្លាប់ចកែចឹងឲ្យអស់ប្រមាណឈរញាត់ដាក់ខ្ញុំអញ្ចឹងទាំងតែខ្ញុំអង្គុយក្រាបលើដីឲ្យគាត់មកឈរអញ្ចឹងសំតាមពិតទៅការទៀមទាបបងហ្នឹងគឺអារម្មណ៍ដែលបងឈឺចិត្តចំពោះម្ចាស់ឡានគាត់អ្នកបើកខុសគាត់ចុះមកគាត់អត់សុំទោសហើយគាត់អត់លើកខ្ញុំហើយគាត់ឈរមកដាក់ខ្ញុំអញ្ចឹងនេះទាំងតែខ្ញុំកំពុងប្រើម៉ូតូសកត់ហើយគាត់ថាខ្ញុំនឹងបុកឡានគាត់ឥឡូវខ្ញុំសំអត់ឥឡូវគាត់សំអាងថាគាត់មានកាមេរ៉ាឲ្យប៉ូលីសយកកាមេរ៉ាបាទបងស្រីរហូតមកដល់ពេលនេះគឺគាត់អត់តមានដំណោះស្រាយជាមួយបងទេមកកំដៀតគាត់ឈរឲ្យខ្ញុំឈរទៅបើចិត្តសឿងប្រុសដើមទ្រង់5ហាត់ឈរមកនិយាយជាមួយខ្ញុំហ៊ានស៊ីហ៊ានសងហ៊ានផ្លាស់របស់ហ៊ានចូលគុកព្រោះខ្ញុំត្រូវសុំទោសមួយម៉ាត់អត់បញ្ហាទេមិនបាច់លើកខ្ញុំក៏បានដែរតែចុះមកឆ្លើយឆ្លាត់គេដាក់ខ្ញុំហើយថាខ្ញុំនឹងបុកឡានគាត់ទៀតឥឡូវមកសំអញឥឡូវខ្ញុំទទួលយកបានអត់ទាំងតែគាត់ថាខ្ញុំបុកឡានគាត់នោះមានឆន្ទៈមានមនសិការជាមនុស្សដូចគ្នាជាប្រជាជនដែលប្រើភាសារួមជាតិតែមួយខ្ញុំចេញទៅធ្វើការគាត់ក៏ជាអ្នកធ្វើការឲ្យគេដែរគាត់គួរតែយល់ថាចុះមកគាត់មានសិលធម៌ម៉ាន់តិចយ៉ាងហោចណាស់ចុះមកអូមិនអីអូនលើកម៉ូតូលើកគ្នាសិនទៅមិនថាស្រីមិនថាប្រុសទេលើកគ្នាសិនទៅហើយចាំចោចាគ្នាអូនឯងបុកបងឬក៏បងបុកអូនឯងចេះអូខេតែគាត់ចុះមកគាត់ជេរខ្ញុំទាំងស្រុងណាបងឥឡូវឲ្យខ្ញុំទទួលមិនបើគាត់ជេរខ្ញុំទាំងស្រុងនេះហើយមិនគាត់លយខ្លាំងណាគាត់លយត្រង់ថាគាត់ឆ្លាប់ចកែចឹងហើយអស់ប្រមាណជិះមកស្របគ្នាចឹងខ្ញុំឃើញថាឡានគាត់តិចប៉ុន្តែឡាននេះខ្ញុំមិនដឹងថាគាត់មកស្របមិនចេះឬក៏មិនទេព្រោះពេលហ្នឹងខ្ញុំរៀងឆ្ងាយពីមិត្តភក្តិខ្ញុំដែរបាទបងដល់ពេលហើយខ្ញុំរៀងបាត់គាត់ដែរអញ្ចឹងណាដល់ពេលមកដល់ចំណុចនេះបាទខ្ញុំឃើញរៀងព្រឹងព្រោះខ្ញុំរៀងមញោកដែរខ្ញុំពាក់ប៉ុន្តែខ្ញុំរៀងមញោកដែរដល់ពេលហើយខ្ញុំឃើញឡាននេះវ៉ាចេះខ្ញុំនៅនឹកឡើយទេ
អត់ទាន់ម្ដងនេះណាខ្ញុំនៅឡើយខ្ញុំឃើញឡាននេះពីចង្ងាយវ៉ាទៅឆ្វេងដល់ពេលគាត់វ៉ាទៅឆ្វេងខ្ញុំបថយហ្គារបស់ខ្ញុំតិចមើលឆ្វេងស្ដាំហើយខ្ញុំឆ្លងម្ដងនេះពឹបខ្ញុំឃើញថាគាត់ទៅឆ្វេងខ្ញុំគិតថាគាត់បកក្រោយឬក៏គាត់ទៅឆ្វេងដៃចតអីខ្ញុំមិនដឹងទេណាបាទខ្ញុំគិតថាអូគាត់សញ្ញោឆ្វេងគាត់ទៅឆ្វេងហើយខ្ញុំគិតថាអូខ្ញុំជិះទៅហ្មងទៅជិះទៅផ្លូវម៉ូតូហ្នឹងហើយជិះផ្លូវម៉ូតូខ្ញុំទៅព្រោះឲ្យបងឯងមើលឃើញស្រាប់ហើយនេះផ្លូវម៉ូតូខ្ញុំបាទដល់ពេលហើយវឹបឡើងខ្ញុំវាគាំងត្រង់ថាគាត់បត់ទៅកូនចេះន័យថាគាត់សញ្ញោឆ្វេងតែគាត់បត់ស្ដាំចាតែគាត់ចុះមកគាត់ថាចេះគាត់ឃើញមិត្តភក្តិខ្ញុំកាក់ឡានគាត់គាត់ថាចេះអីប្តីអ្នកឯងអត់ឲ្យខ្ញុំវ៉ាបងទៀងទាត់ម៉ោង3ជាងមិញណាអ្នកឯងចង់វ៉ាទៅដល់ណាផ្លូវអត់ស្ទះអីចង់វ៉ាអីគេឡានគាត់ជិះអញ្ចេះហ្នឹងហើយគាត់ចង់វ៉ាក៏មិនវ៉ាទៅហ្មងទេចាំបាច់វ៉ាហើយអញ្ចេះទៅអីបាទឥឡូវម៉ែងជិះខ្ញុំម៉ែងជិះម៉ូតូដូចខ្ញុំម៉ែងសួរថាម៉ែងមិនវ៉ាមិនបើគាត់ពងឆ្វេងដៃអញ្ចឹងយើងពាក់កណ្ដាលឡានគាត់ទេពាក់កណ្ដាលឡានគាត់ទេអាឡានគាត់ទៅអញ្ចេះហើយយើងនឹងពាក់កណ្ដាលគាត់នេះហើយពាក់កណ្ដាលហើយដល់ពេលគាត់បកមកអញ្ចេះម៉ូតូខ្ញុំចេះបដ ாய் បាទអត់សើតែបងអត់បានបុកឡានគាត់ទេបងសុខចិត្តបដូរខ្លួនឯងសុខចិត្តបដូរខ្លួនឯងគាត់ចុះមកក៏ឆេខ្ញុំថាជិះម៉ូតូបុកឡានគាត់បាទបងសមអត់ឥឡូវខ្ញុំទទួលបានអត់បាយមើលធាត់ចកេះនិយាយដាក់ខ្ញុំថាខ្ញុំបុកឡានគាត់បាទបងមកស្ទូក្រោយមកខ្ញុំថាឥឡូវទទួលខុសត្រូវសុំទោសខ្ញុំអត់ណែឯងមើលម្ដងទៀតណែឯងស្ញោឆ្វេងឯងបត់ស្ដាំអត់ទេគាត់តែអត់ទេដល់ពេលអត់ទេចុងក្រោយគាត់ថាចេះអស់ប្រហែលប៉ុណ្ណឹងខ្ញុំឲ្យសុំទោសហើយណាអត់សុំទោសខ្ញុំទេគាត់ទទួលខុសទេបាទខ្ញុំថាទូខុសត្រូវអត់ទូខុសត្រូវអីខ្ញុំខុសផងណែបុកឡានខ្ញុំម្ដងហើយម្ដងទៀតបុកឡានខ្ញុំឥឡូវចុងក្រោយមកឲ្យមើលផោះតាំងមានអត់ថាខ្ញុំបុកឡានគាត់ប្រិមត្តជននេះគឺជាម៉ូតូស៊េរីទំនើបបាទចំនួនសឹងតែចុងក្រោយគឺ Air15 បាទ Yamaha Air15 ដែលមានស្លាកលេខភ្នំពេញ 1KY 1458បើកបរដោយបងស្រីម្នាក់បាទត្រូវបានអកសើរថយន្តបាទតាមការបញ្ជាក់ពីបងស្រីវិញគឺរថយន្តសញ្ញោឆ្វេងបត់ស្ដាំធ្វើឲ្យគាត់អកសើរបាទបដួលម៉ូតូបណ្ដាឲ្យគាត់នឹងរងរបួសស្រាអ្វីដែលបងស្រីលើកឡើងនេះគាត់ថាគាត់កើតទុកមិនសុខចិត្តដោយសារម្ចាស់រថយន្តហ្នឹងគឺមិនជួយយកអាសាគាត់បាទបន្ទាប់ពីគ្រោះថ្នាក់ហើយគឺបានចោទថាម៉ូតូហ្នឹងគឺបុករថយន្តរបស់គាត់ឥឡូវយើងមើលទៅតាមជាក់ស្ដែងបាទគឺរថយន្តបើតាមមើលជាក់ស្ដែងដូចជាអត់មានការខូចខាតនៅខាងក្រោយទេតែអ្វីបាទដែលដោះស្រាយគ្នាមិនចេញនេះគឺបងស្រីគ្រាន់តែចង់ឲ្យម្ចាស់រថយន្តហ្នឹងគឺមានភាពទទួលខុសត្រូវចោះមកសុំទោសបងស្រីក៏ដូចជាការជួយយកអាសាគាត់អូ Air15 បាទ Yamaha គឺត្រូវបានដួលតែយើងអត់ដឹងថាខូចខាតអ្វីខ្លះទេព្រោះដោយសារដួលមកចំហៀងខាងស្ដាំកូនស្រី បាទបងពូឯងអ្នកម្ចាស់ឡានមកនេះសម្រួលគ្នាមែនមកនេះមកទីនេះខ្ញុំហៅធ្វើត្រូវណាបាទតន់ចិត្តជែពូម្ចាស់ឡានផ្លាកលេខ 2BX3055 ភ្នំពេញអញ្ជើញមកទីនេះកុំទៅឆ្ងាយពេកចង់ចរចាមែនឥឡូវខ្ញុំចរចាឲ្យនេះហ៊ានចរចាមួយខ្ញុំអត់វាយប្រវាយទៅមើលគាត់យ៉ាបាទប្រិមត្តជនជាទីគោរពបាទបន្តពីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូអកសើជាមួយរថយន្តបាទម្ចាស់ម៉ូតូនៅឈរមួយខាងឯម្ចាស់រថយន្តនៅឈរចុចទូរស័ព្ទមួយខាងអញ្ចឹងម៉ោង 7:06 ព្រឹកអីមិនដឹងថាម៉ោងប្រហែលដោះស្រាយនេះកើតទេបើភាគីទាំងសងខាងដូចអៀនគ្នាបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍មែនអៀននេះកំសាក់ញីបងបន្ទាប់ពីចុះពីលើឡានឲ្យជេរខ្ញុំញ៉ែតឲ្យចង់បោះសម្ដីថាបោះលុយលើខ្ញុំប្រមាណឥឡូវចូលចាអត់មានពាក្យសុំទោសបានទេព្រោះមិញខ្ញុំសុំឲ្យគាត់ទទួលខុសត្រូវសុំទោសខ្ញុំតែគាត់ថាខ្ញុំបុកគាត់ឥឡូវចូលមកចូលចាព្រោះមិញសម្ដីមួយម៉ាត់ចុងក្រោយលោយអស់ប្រមាណបងអញ្ជើញមកចរចាអស់ប្រមាណនឹងបន្តិចបងម្ចាស់ឡានឥឡូវមិនយើងចរចានេះបងគាត់សុំតែចរចានេះបន្តិចទេមិញអូបងខាងអ៊ីនសរ៉ែនមែនបងអូបាទបងបាទ
ឥឡូវខាង insurance បាទម្ចាស់រថយន្តគាត់បានមកហើយចាំមើលការដោះស្រាយរបស់គាត់បាទដោះស្រាយរបៀបណាបាទការសុំទោសក៏ដូចជាការចរចាគ្នាដើម្បីឲ្យមានភាពងាយស្រួលជាងនេះឬក៏យ៉ាងណាទេប្រិមត្តបាទឥឡូវយើងគេបងស្រីគាត់ថាគាត់ជាស្ត្រីគាត់មិនអាចដើរទៅខាងប្រុសបានទេបាទទុកឲ្យខាងប្រុសដើរមកគាត់វិញបាទតាមការលើកឡើងពីបងស្រីគាត់ថាគាត់ជាមនុស្សស្រីបាទឲ្យទៅដើរហមគាត់មិនឲ្យគាត់ជាមនុស្សប្រុសមកដើរមកគាត់វិញមិនត្រូវបាទឈរឆ្ងាយពីកន្លែងកាត់ហេតុទៀតហើយបងស្រីគាត់ដួលលាត់ដៃលាត់ជើងបាទនៅមកកន្លែងឥឡូវយើងឃើញយើងមើលតាមវីដេអូទៅការបកស្រាយយើងដឹងស្រាប់ការបកស្រាយព្រោះពាក្យគៀងសងខាងគឺពេលបកស្រាយហ្នឹងគឺវាមិនដែលថាខ្លួនឯងខុសទេបាទតែថាខ្លួនឯងត្រូវយើងខ្លួនទេតែយើងមើលកាយវិការមើលទង្វើបាទសកម្មភាពទៅបាទយើងដឹងហើយយើងឃើញបងស្រីបាទគាត់លាត់ដៃលាត់ជើងហើយអកសើឡានរបស់គាត់ហ្នឹងប្រិមិត្តបាទឥឡូវនៅគេហើយជង្គង់ខាត់ពេលវេលាបងស្រីទៀតបាទឥឡូវយើងគេយើងសូមបញ្ចប់ការផ្សាយប៉ុណ្ណេះសោះហើយបើចាំការដោះស្រាយរបស់គាត់យើងចាំមើលទៀតទៅយើងម៉ោង 7:06 ព្រឹកហើយចូលឈានដល់ថ្ងៃ 19 ហើយជាសារមួយដាស់តឿនទៅដល់បាទអ្នកដែលបើកបរគ្រប់រូបបាទបើសិនជាប៉ាគ្នាតិចតួចឯងអាចយកដំណោះស្រាយយកដំណោះស្រាយទៅកុំបាទរឹងទៅតឹងអញ្ចឹងវាអាចការដោះស្រាយនេះវាកាន់តែតានតឹងជាងនេះយ៉ាងណាមិញយើងសូមចូលរួមគ្រប់ច្បាប់ចរាចរណ៍របស់គ្នាបើកបរឲ្យមានភាពទទួលខុសត្រូវបើស្រវឹងសូមកុំបើកបរសូមកុំបើកបុកអរគុណណាស់ប្រិយមិត្តខំចំណាយពេលតាមទស្សនាខ្ញុំបាទចង់ពោះនឹងប៉ុនឌីឌីអធិប្បាយលោកខ្វះខាតចំណុចណាំសំរុកក៏សូមខាន់តែវីតូលំអិនថែមខ្ញុំនឹងអាប់ដេតទៅគេហត្ថពល SBL News អរគុណសូមគោរពលាសេរ៉ូមុខយិនសិនកំតិចមាស 24K ជួបជាបាស្បែកមុខដែលមានមុនជួមអាចរុយមុខមានស្នាមឲ្យខ្មៅមានដំបៅដោយសារការញិចមុនជួយកាត់បន្ថយស្នាមជាជួញធ្វើឲ្យលាបឡេកាន់តែចូលបង្កើនគុណភាពទ្វេគុណកាន់តែប្រើកាន់តែទទួលបានស្បែកមុខភ្លឺមានសំណើមបែបមានសុខភាពល្អប្រើមិនត្រូវមិនថ្លៃធានាបដូរលុយជូនវិញគ្រប់ចំនួនបើប្រើជាឈុតបែបនេះរឹតតែទទួលបានគុណភាពទ្វេគុណ